គ្រប់សួស្តីបងប្អូនអរគ្នាអញ្ចឹងវីដេអូនេះគឺខ្ញុំមកប្រាប់ពីរបៀបកម្មវិធី Adobe Photoshop វាលោតចេញមកអញ្ចេះហើយ Analyzer Adobe 50 Visible អញ្ចឹងគឺខ្ញុំមកប្រាប់ពីរបៀបបិទកុំឲ្យវាលោតចេញញ៉ាំអញ្ចឹងទៀតអូខេតែកុំឲ្យកាត់ពេលយូរយើងចូលទៅធ្វើតែម្ដងទៅអញ្ចឹងជាដំបូងបងប្អូនចូល Windows ហើយចូល Setting យក System មកយក System sorry បងប្អូនយក Privacy and Security Windows Security នេះហើយបងប្អូនចូលកន្លែងនេះ Firewall Network Protection នេះអូខេបន្ទាប់មកគឺវាលោតមកកន្លែងនេះហើយអញ្ចឹងបងប្អូនចូល Advanced Setting ចុច Yes មកគឺវាលោតមកក្រោមនេះអញ្ចឹងចុចកន្លែងនេះមកបន្ទាប់មកបងប្អូនចុចកន្លែងនេះមួយ Inbound Rule នេះអូខេបន្ទាប់មកបងប្អូនយកកន្លែង New Rule ហើយគឺវាលោតឲ្យប្រទេសអញ្ចឹងយើងចុច Next ហើយយើងនេះវាឲ្យជ្រើស program អញ្ចឹងយើងលើមកយើងចូល Try C ហើយចូល program file ចូល Adobe ហើយ select យក Photoshop មកអញ្ចឹងគឺវាលោតយើងចុចពីរដងគឺវាលោតមកនេះហើយអស់មកក្រោមចុចនេះហើយចុច Open បាទបន្ទាប់មក Next ហើយបងប្អូនយកពាក្យនេះចុងក្រោយនេះ Block the connection ចុចផ្លាច់មកហើយចុច Next បន្ទាប់មកដាក់ឈ្មោះ folder មួយមក Adobe PS ចឹងទៅអូខេធំក៏បានទូចក៏បានបងប្អូននេះសាច់បងប្អូនដាក់បាទហើយបន្ទាប់ពីនោះយើងចូលកន្លែងនេះដដែលយើងយកពាក្យនេះទី2កន្លែងនេះហើយបន្ទាប់មកចុចនេះចុច Next ហើយយើងរើស program ដែលមកអញ្ចឹងគឺវា load ឲ្យ auto ហើយប៉ុន្តែអស់មកក្រោមហើយយក software របស់យើងមកហើយចុច Open ចុច Next នេះវា load ចេះហើយចុច Next មួយទៀតមកអញ្ចឹងចុច Next ទៀតមកអញ្ចឹងយើងដាក់ទៅដាក់ឈ្មោះម្ដងទៀត Adobe PS អញ្ចឹងទៅអូខេបន្ទាប់មក finish អូខេប៉ុណ្ណឹងហើយជាការស្រេចអញ្ចឹងបងប្អូនចូលទៅបើក Photoshop មកអូខេបាយនេះចូលតែឥឡូវគឺវាចេញឲ្យយើងហើយអញ្ចឹងឧទាហរណ៍ខ្ញុំចូលនេះមកហើយគឺវាលេង load អញញ៉ៃហើយគឺវាលេង load អញញ៉ៃឲ្យយើងហើយយើងអាចកែរូបកែអីស្រួលចឹងបងប្អូនអូខេហ្នឹងហើយបងប្អូនចឹងវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរបើសិនជាបងប្អូនអត់យល់ត្រង់ណាអាចសួរនៅ comment ក្រោមអរគុណច្រើនបងប្អូនបាយបាយ